សពថ្ងៃនេះបាននិយាយអំពីបច្ចេកវិទ្យានៃការផលិតឡាននិងម៉ូតូអ្នកពិតជាមិនអាចមើលរំលងនៃក្រុមហ៊ុនជប៉ុន Honda នោះទេព្រោះទាំងម៉ូតូនិងឡានល្បីៗគឺភាគច្រើនសុទ្ធតែឆ្លងកាត់ស្នាដៃនៃក្រុមហ៊ុនល្បីមួយនេះជាក់ស្ដែងបាននិយាយអំពីភាពជោគជ័យរបស់ក្រុមហ៊ុនមួយនេះគឺគេស្គាល់ស្ទើរពាសពេញពិភពលោកតែបាននិយាយអំពីប្រវត្តិនៃការកកើតក្រុមហ៊ុនមួយនេះវិញប្រហែលជាមិនសូវមានអ្នកដឹងនោះទេក្រុមហ៊ុន Honda ដែលយើងស្គាល់ភាគច្រើនតាមរយៈម៉ូតូម៉ាក Honda Dream ឬ Honda Scoopy នេះជាដើមគឺផ្ដើមចេញពីបរិយាជនជាតិជប៉ុនម្នាក់ឈ្មោះថា Honda Soichiro ដែលបានត្រួសត្រាយផ្លូវរហូតបង្កើតបានជាក្រុមហ៊ុនដ៏ល្បីល្បាញមួយគឺក្រុមហ៊ុន Honda លោក Honda Soichiro ជាវិស្វករជប៉ុននិងជាស្ថាបនិកក្រុមហ៊ុន Honda ដែលជាក្រុមហ៊ុនផលិតម៉ូតូនិងរថយន្តដ៏ល្បីនៅលើពិភពលោកបានបង្កើតឧស្សាហកម្មយានជំនិះម៉ូតូនៅសម័យមួយដែលគេគិតថាមិនអាចទៅរួចគឺនៅពេលដែលមានក្រុមហ៊ុនផលិតរថយន្តធំៗដូចជា Ford និង Peugeot បានកកើតហើយនៅសម័យនោះក្រុមហ៊ុនធំៗដែលបានកាន់កាប់វិស័យដឹកជញ្ជូនមុននិងមានបទពិសោធន៍ច្រើនក្នុងវិស័យនោះមិនចង់ឲ្យមានគូប្រជែងថែមទៀតទេតែដោយសារតែមានចំណូលចិត្តផ្នែកយានយន្តលោក Honda បានបដិញ្ញាចិត្តហើយបង្កើតវាឡើងទោះបីជាក្រោយគេបន្តិចមែនតែវាមិនហួសពេលនោះទេលោក Honda Soichiro ចាប់កំណើតឡើងនៅខេត្ត Shizuoka ប្រទេសជប៉ុននៅថ្ងៃទី17ខែវិច្ឆិកាឆ្នាំ1906ឪពុករបស់គាត់ឈ្មោះថា Honda Kihei ជាជាងដែកប៉ុន្តែមានទេពកោសល្យច្រើនរួមទាំងជំនាញពេទ្យធ្មេញពេលដែលមានតម្រូវការម្ដាយរបស់គាត់មានឈ្មោះថា Mika ជាអ្នកតម្បាញគ្រួសាររបស់គាត់មិនមែនជាអ្នកធូរធារនោះទេប៉ុន្តែឪពុករបស់គាត់បានអប់រំគាត់តាំងពីកុមារភាពអំពីសីលធម៌នៃការប្រឹងប្រែងធ្វើការងារនិងឲ្យចេះស្រឡាញ់គ្រឿងមេកានិក Soichiro ចេះសម្លៀងសម្ភារៈប្រើក្នុងចម្ការនិងផលិតប្រដាប់ប្រដាក្មេងលេងដោយខ្លួនឯងតាំងពីកុមារភាពក្នុងឆ្នាំ1922លោកបានបញ្ចប់ថ្នាក់បឋមសិក្សាជាន់ខ្ពស់នៅសាលា Fumamata Honda ដែលមានលទ្ធភាពបន្តិចបន្តួចប៉ុណ្ណោះសម្រាប់ការសិក្សាហើយគាត់ព្យាយាមចាប់យកឱកាសទាំងអស់ដែលមានដើម្បីបានធ្វើការជាមួយជំនាញដែលគាត់ស្រឡាញ់គឺជំនាញទាក់ទងនឹងគ្រឿងម៉ាស៊ីនក្រោយពីបញ្ចប់ការសិក្សាលោក Honda បានចាក់ចេញពីផ្ទះទៅរកការងារនៅតូក្យូគាត់បានទៅធ្វើការនៅក្នុងហាងជួសជុលរថយន្តមួយនៅតូក្យូដំបូងឡើយគាត់ធ្វើត្រឹមការងារកំពេចកំពុកដែលមិនប្រើខួរក្បាលរួមទាំងការងារមើលថែទាំកូនៗរបស់ម្ចាស់ហាងប៉ុន្តែបន្តិចម្ដងគាត់បានក្លាយជាជាងមេខានិកដែលគេទុកចិត្តគាត់បានផលិតឡានប្រណាំង Maat Daimler ប្រើម៉ាស៊ីនជាម៉ាស៊ីនកូនកាត់យន្តហោះ Curtiss និង American Mitchell និងគ្រឿងបន្លាស់ផលិតដោយដៃការផលិតគ្រឿងរបស់ម៉ាស៊ីនមួយនេះបានជួយបង្រៀនជំនាញដ៏មានតម្លៃបំផុតក្នុងជីវិតក្រោយៗរបស់ Hondaនៅឆ្នាំ1928គាត់បានត្រឡប់ទៅស្រុកកំណើតរបស់គាត់វិញហើយបានចាប់ផ្ដើមអាជីពថ្មីមួយដែលមានឋានៈជាមេជាបន្ទាប់ពីនោះមួយរយៈគាត់បានបើកសាខាហាងរបស់សហគ្រាសមួយដែលមានមូលដ្ឋាននៅ Hamamatsu ប្រទេសជប៉ុនប៉ុន្តែគាត់បានចាប់អារម្មណ៍ថាគាត់មានការខ្វះខាតចំណេះដឹងខាងចាក់ពុម្ពគាត់បានចុះឈ្មោះចូលរៀនជំនាញនេះនៅសាលាបច្ចេកទេសមួយគាត់បានអនុវត្តទ្រឹស្ដីដែលគាត់រៀនទៅប្រើក្នុងរោងជារបស់គាត់ប៉ុន្តែគាត់មិនខ្វល់ខ្វាយពីការប្រឡងរបស់សាលានោះទេពេលដែលគេមិនឲ្យសញ្ញាបត្របញ្ចប់ការសិក្សាគាត់បានពោលថាសញ្ញាបត្រមានតម្លៃចាញ់ទាំងសម្បត្តិកុនផងសម្បត្តិកុនអាចធានាឲ្យអ្នកចូលមើលកុនក្នុងរោងកុនប៉ុន្តែសញ្ញាបត្រមិនធានាឲ្យអ្នកអាចចិញ្ចឹមជីវិតបាននោះទេលោកមានបំណងចង់បើកជំនួញតាក់ទងនឹងម៉ាស៊ីនជាលើកដំបូងក្នុងអំឡុងពេលពាក់កណ្ដាលទសវត្សរ៍ឆ្នាំ1940គឺនៅពេលដែលគាត់បានរចនាម៉ូដនិងផលិតម៉ាស៊ីនដែលមានរាងតូចអាចភ្ជាប់ជាមួយកង់
ដើម្បីធ្វើឲ្យคล้ายជាម៉ូតូបានហើយការប្រថុយប្រថាននេះក៏ទទួលបានជោគជ័យជាស្ថាពរផងដែរភាពជោគជ័យនៅក្នុងពេលនោះបានជំរុញឲ្យគាត់ព្យាយាមបន្តទៀតគឺនៅឆ្នាំ1948គាត់បានបង្កើតក្រុមហ៊ុនផ្ទាល់ខ្លួនមួយដោយមានឈ្មោះថា Honda Motor Company ក្នុងឆ្នាំបន្ទាប់ក្រុមហ៊ុនរបស់លោកបានផលិតម៉ូតូមានរាងតូចមួយដែលមានឈ្មោះថា Dream D ហើយវាបានត្រៀមខ្លួនរួចជាស្រេចដើម្បីចូលរួមប្រកួតប្រជែងក្នុងទីផ្សារតាមរយៈការផ្សាយពាណិជ្ជកម្មដ៏មានឥទ្ធិពលជាច្រើនក្នុងរយៈពេលមិនបានមួយទសវត្សរ៍ផងក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនផលិតម៉ូតូធំជាងគេនៅក្នុងលោកហើយជាក្រុមហ៊ុនដែលមានចំណែកក្នុងទីផ្សារលក់ម៉ូតូក្នុងសហរដ្ឋអាមេរិកច្រើនជាងចំណែកទីផ្សារលក់រថយន្តរបស់ក្រុមហ៊ុន Toyota និង Nissan ទៀតផងគួរជម្រាបដែរថាចាប់តាំងពីលោក Soichiro Honda ទទួលបានភាពជោគជ័យខ្លាំងមកឈ្មោះរបស់លោកបានទាក់ទាញអ្នកសារព័ត៌មានជាច្រើនមកធ្វើបទសម្ភាសន៍ហើយលោកក៏ចូលចិត្តវាផងដែរដែលនេះខុសពីទម្លាប់របស់អ្នកជំនួញធំៗឯទៀតដែលពួកគេមិនចូលចិត្តសារព័ត៌មានបន្ទាប់ពីជោគជ័យក្នុងការផលិតម៉ូតូលោក Honda ចាប់ផ្ដើមមានក្តីស្រមៃកាន់តែធំគឺចង់ផលិតរថយន្តបន្ថែមទៀតជំហានចូលប្រឡូកក្នុងវិស័យផលិតរថយន្តនេះជាពេលវេលាមួយដែលក្រសួងពាណិជ្ជកម្មនិងឧស្សាហកម្មរបស់ជប៉ុនបានព្យាយាមរួបរวมក្រុមហ៊ុនតូចៗមួយចំនួនឲ្យក្លាយជាក្រុមហ៊ុនធំលំដាប់ទី3ក្នុងប្រទេសជប៉ុនដើម្បីប្រកួតប្រជែងជាមួយក្រុមហ៊ុន Toyota និង Nissan តែមន្ទីរដឹកជញ្ជូននិងក្រសួងមួយនេះបានព្យាយាមបំបាក់ទឹកចិត្តរបស់លោក Honda ពីការបញ្ចូលក្រុមហ៊ុនលោកទៅក្នុងក្រុមហ៊ុនទាំងនោះតែទោះបីជាយ៉ាងនេះក្តីលោកនៅតែព្យាយាមរហូតបានយកឈ្នះចិត្តក្រសួងនេះដោយការបញ្ចេញរថយន្តប្រភេទ Sport Model S500 ដែលមានតម្លៃទាបនិងមានលក្ខណៈខុសពីរថយន្តប្រភេទ Sport ដែលផលិតដោយក្រុមហ៊ុនផ្សេងៗទៀតក្រុមហ៊ុន Honda បានបន្តចេញរថយន្ត model ថ្មីៗបន្តបន្ទាប់ទៀតតែក្រុមហ៊ុនមួយនេះនៅមានទំហំតូចនៅឡើយគឺអាចផលិតរថយន្តបានត្រឹមតែ 3000 គ្រឿងតែប៉ុណ្ណោះក្នុងឆ្នាំ 1966 ដែលចំនួននេះមិនបានពាក់កណ្ដាលចំនួនរថយន្តដែលក្រុមហ៊ុន Toyota ផលិតក្នុងមួយសប្តាហ៍ផងក្នុងឆ្នាំ 1972 Honda ផលិតបានរថយន្តដ៏ល្បីឈ្មោះមួយដែលមានឈ្មោះថា Civicហើយក្នុងឆ្នាំ 1980 ក្រុមហ៊ុននេះលក់រថយន្តបានចំនួន 37,500 គ្រឿងក្នុងទីផ្សារសហរដ្ឋអាមេរិកគឺមានចំនួនច្រើនជាង3ដងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុន Subaru និងច្រើនជាង2ដងបើប្រៀបធៀបជាមួយនឹងក្រុមហ៊ុន Mazda តែក្រុមហ៊ុននេះនៅតែស្ថិតនៅក្រោយក្រុមហ៊ុន Toyota និង Nissan ដដែលទោះជាយ៉ាងណាក៏ដោយបច្ចុប្បន្ននេះក្រុមហ៊ុន Honda ពិតជាមានភាពជោគជ័យជាច្រើនហើយនៅពីក្រោយភាពជោគជ័យនៃក្រុមហ៊ុនផលិតម៉ូតូនិងរថយន្តនេះស្ថាបនិក Honda គឺលោក Soichiro Honda ក៏មានគំនិតខ្លះៗដែរដែលយើងអាចស្វែងយល់បានទី1ជួលមនុស្សដែលមានគំនិតប្លែកៗគ្នាលោក Honda ធ្លាប់បានលើកឡើងថាបើអ្នកជួលមនុស្សសម្រាប់ធ្វើការហើយមានគំនិតប្រហាក់ប្រហែលក៏គួរស្វែងរកបុគ្គលិកដែលមានគំនិតផ្សេងៗមកបន្ថែមស្ថាបនិកក្រុមហ៊ុនផលិតរថយន្តជនជាតិជប៉ុនរូបនេះបានលើកជាឧទាហរណ៍ថាបុគ្គលិកដែលមានគំនិតផ្សេងគ្នាច្រើនទោះបីពិបាកគ្រប់គ្រងបន្តិចប៉ុន្តែបានរួមចំណែកច្រើនសម្រាប់អនុវត្តឲ្យក្រុមហ៊ុនមួយបានរីកចម្រើនទៅមុខជានិច្ចដោយសារការប្រើគំនិតច្នៃប្រឌិតប្លែកគ្នាទាំងនោះទី2ជោគជ័យភាគច្រើនគឺមកពីបរាជ័យមុនពេលបង្កើតក្រុមហ៊ុន Honda ស្ថាបនិករូបនេះក៏ធ្លាប់មានក្រុមហ៊ុនមួយដែលមានឈ្មោះថា Tokisaki ដែលផលិតគ្រឿងបរិក្ខារឡានយ៉ាងណាមិញក្រុមហ៊ុនបានបរាជ័យដោយសារគុណភាពនៃបរិក្ខារឡានផលិតមិនបានល្អចុងក្រោយលោកបានដាច់កងត្រាដៃគូជាមួយក្រុមហ៊ុន Toyota ដោយសារតែគ្រឿងគ្មានគុណភាពប៉ុន្តែបរាជ័យមិនបានរារាំងមិនឲ្យលោកបន្តស្រាវជ្រាវ
និងស្វែងយល់បន្ថែមពីជំនាញវិស្វកម្មនោះទេរហូតមកទល់នឹងឆ្នាំ1964ដែលក្រុមហ៊ុន Honda បានក្លាយជាក្រុមហ៊ុនដ៏ធំនិងបានក្លាយជាក្រុមហ៊ុនដែលផលិតម៉ូតូធំជាងគេនៅលើពិភពលោកក្រុមហ៊ុនអាចទទួលការរីកចម្រើនលូតលាស់ទៅមុខបានដរាបណាវាជួបនិងជំនះបញ្ហាប្រឈមផងដែរជំនួសឲ្យការខ្លាចនិងជំនះការលំបាកនិងប្រាជ័យគួរខ្លាចពីការរត់គេចពីការលំបាកនោះហើយមិនធ្វើអ្វីសោះនេះគឺជាទស្សនៈមួយដែលលោក Soichiro Honda បានលើកឡើងទី3ពិចារណាឡើងវិញទោះបីពីកំហុសដែលធ្វើឲ្យអ្នកឈឺចាប់ក៏ដោយធ្វើដំណើរទៅមុខឆ្លងកាត់ឧបសគ្គអាចជាដំណោះស្រាយប៉ុន្តែគ្រាន់តែទៅមុខពុំមែនជាដំណោះស្រាយប្រសើរពេញលក្ខណៈនោះទេនៅពេលលោក Soichiro Honda បាត់បង់សិទ្ធិជាដៃគូជាមួយ Toyota លោកបានពិចារណាលើកង្វះខាតហើយឈានជំហានទៅធ្វើឲ្យមានរឿងប្រសើរឡើងគឺលោកទៅចូលសាលាវិស្វកម្មរៀនពីតាក់ទិចធ្វើដំណើរជុំវិញប្រទេសដើម្បីសង្កេតមើលតាមរោងចក្រនិងស្វែងយល់ត្រឹមឆ្នាំ1941ដំណើរការផលិតរបស់លោកផ្ទាល់គឺមានគុណភាពអាចទទួលយកបានវាជារឿងពិបាកដែលត្រូវប្រឈមជំនះនឹងបញ្ហាច្រើនក៏ដូចជាសម្លឹងមើលពីគុណវិបត្តិដែលអ្នកមានប៉ុន្តែការស្វះស្វែងរកដំណោះស្រាយឲ្យបានប្រសើរជាងមុនពិសេសគឺសមស្របតាមបរិបទនិងសម័យកាលគឺវាជារឿងល្អបំផុតលោកធ្លាប់លើកឡើងផងដែរថាมันមានក្រុមហ៊ុនច្រើននោះទេដែលអាចឈរវាំឋិតថេរដោយមិនផ្លាស់ប្ដូរឬបត់បែនរហូតទទួលជោគជ័យនោះទី4ការផ្ដោតយកចិត្តទុកដាក់ជាឫសគល់នៃភាពជោគជ័យពីកុមារភាព Soichiro Honda មានចំណូលចិត្តលើគ្រឿងម៉ាស៊ីនផ្ដើមនៅពេលមួយដែលលោកឃើញឡានមួយគ្រឿងជិះកាត់តាមភូមិដែលលោករស់នៅលោកមិនភ្លេចទេនៅក្លិនប្រេងម៉ាស៊ីនដែលបាននាំលោកឲ្យទៅដល់ក្រុងតូក្យូហើយទៅធ្វើការជាកូនជាងមេកានិករយៈពេល6ឆ្នាំលោកក៏មានក្តីសុបិនមួយដែរថានឹងត្រឡប់មកផ្ទះហើយបង្កើតក្រុមហ៊ុនរថយន្តមួយផ្ទាល់ខ្លួនពិតមែនគោលដៅព្រមទាំងជាចំណូលចិត្តបានធ្វើឲ្យយុវជនជប៉ុនម្នាក់នេះព្យាយាមនិងផ្ដោតការស្វែងយល់លើជំនាញតាក់ទិននឹងឡានរហូតពេលខ្លះលោកភ្លេចបាយភ្លេចទឹកទៀតផងប៉ុន្តែដោយសារការផ្ដោតលើការសិក្សាជំនាញលោក Honda ពុំបានចូលរៀននិងមានសញ្ញាបត្រផ្នែកវិស្វកម្មនោះទេខ្ញុំមិនសូវរំខានការផ្ដោតលើកិច្ចការរបស់ខ្ញុំទេទោះបីពេលខ្លះក៏ពោះប៉ុន្តែនៅតែចង់បន្តកិច្ចការតទៅទៀតលោក Soichiro Honda បានលើកឡើងចំពោះកិច្ចការខ្លះក៏បានទាមទារត្រូវការរយៈពេលវែងនិងការអនុវត្តច្រើនម៉ោងលើដំណើរការរបស់វាដែលជាហេតុនាំឲ្យលោក Honda បានទទួលជោគជ័យលើគោលដៅរបស់លោក